សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់អេពីសូតថ្មីអ្នកនរគ្នាប្រហែលជាមើលរំលងតួអង្គជីងស៊ូនេះហើយដែលអាចការពារសឺមីបានពីការសង្កេតការរបស់តកូឆៅតាមពិតទៅសឺមីមិនមែនចេះតែអាចរួចផុតពីការស្លាប់បាននោះទេដោយសារមានមនុស្សដែលចាំសង្កេតមើលពីក្រោយខ្នងដែរបើនិយាយពីទស្សនវិជ្ជាជាក់ស្ដែងទៅមានអ្នកសង្កេតការនៅលើយើងគឺជាចំណុចមួយដែលពិសេសហើយក៏ជាចំណុចមួយដែលល្អដែរហើយក៏ជាចំណុចដែលគ្រោះថ្នាក់ដែរបើសិនបើយើងមិនចេះគ្រប់គ្រងឬក៏យើងមិនអាចលាក់ពីសមត្ថភាពរបស់យើងបានហើយមូលហេតុអីមិនខ្ញុំនិយាយថាមានអ្នកសង្កេតការល្អហើយមូលហេតុអីមិនខ្ញុំនិយាយថាមានអ្នកសង្កេតការក៏ជាចំណុចគ្រោះថ្នាក់របស់យើងឥឡូវយើងមើលនៅក្នុងសាច់រឿងជាក់ស្ដែងពេលដែលស៊ឺម៉ីនៅក្រោមការសង្ស័យរបស់តកូឆៅអញ្ចឹងគឺគេបានដាក់មនុស្សស្រីម្នាក់ដែលមានឈ្មោះថាជីងស៊ូនឹងមកនៅជិតស៊ឺមអ៊ីហើយស៊ឺមអ៊ីក៏ដឹងខ្លួនមុនដែរថាគេយកជីងស៊ូមកដើម្បីតែស៊ើបការពីទស្សនវិជ្ជារបស់គាត់ប្រចាំថ្ងៃហើយគាត់ធ្វើអ្វីខ្លះហើយគាត់បានភាសាឬក៏គាត់បបូលផ្ដុំអ្នកណាគេមករួមកំណត់អីផ្សេងៗអញ្ចឹងគឺជីងស៊ូណារាយការណ៍ទាំងអស់អញ្ចឹងគឺស៊ឺមអ៊ីដឹងហើយស៊ឺមអ៊ីក៏ព្យាយាមលាក់បាំងពីសមត្ថភាពរបស់គាត់ដែរគាត់ព្យាយាមធ្វើតែល្អឬក៏គាត់និយាយអ្វីដែលគាត់បញ្ជាក់ថាគាត់ស្មោះត្រង់ជាមួយនឹងតកូឆៅនៅពេលដែលកូនប្រុសរបស់ស៊ឺមីស៊ឺម៉ាចាហ្នឹងបាននិយាយពីកំហឹងអីផ្សេងៗហ្នឹងគឺស៊ឺមីតែងតែសញ្ញោឬក៏ធ្វើសកម្មភាពអីផ្សេងៗឲ្យស៊ឺម៉ាចាហ្នឹងបានដឹងប៉ុន្តែស៊ឺម៉ាចាពេលខ្លះគាត់អត់ដឹងពីជីងស៊ូនោះទេនៅពេលដែលគេយកគាត់មកដើម្បីស៊ើបការតែស៊ឺមីចេះគ្រប់គ្រងស្ថានភាពជាប់បានល្អអញ្ចឹងធ្វើឲ្យជីងស៊ូនឹងមិនសូវយល់ពីកំណត់របស់ស៊ឺមីនោះទេបើនៅក្នុងសាច់រឿងជាក់ស្ដែងគេបង្ហាញថាស៊ឺម៉ាចៅពិតជាមិនដឹងពីគោលបំណងរបស់ជីងស៊ូដែលមកសង្កេតការណ៍នោះទេប៉ុន្តែខ្ញុំមិនជឿថាជាក់ស្ដែងស៊ឺមីអត់ចេះនិយាយខ្សឹបខ្សួរឬក៏និយាយស្ងៀមស្ងាត់នៅពេលសំខាន់ណាមួយទៅប្រាប់ទៅកូនរបស់គាត់ថាជីងស៊ូនឹងមកដើម្បីស៊ើបការណ៍នោះទេអញ្ចឹងគឺក្នុងសាច់រឿងអាចបង្ហាញមកយើងថាស៊ឺម៉ាចៅពិតជាមិនដឹងប៉ុន្តែបើតាមទស្សនវិជ្ជាជាក់ស្ដែងរឿងពិតអាចនឹងស៊ឺមអ៊ីនឹងប្រាប់កូនរបស់គាត់ហើយកាលណាដែលយើងមានឋានៈលើបានដាក់មនុស្សម្នាក់មកសង្កេតការមកលើយើងគឺគេទុកថាអ្នកសង្កេតការហ្នឹងគឺជាភ្នែកជាច្រមុះរបស់គេហើយអញ្ចឹងបើសិនជាយើងធ្វើសកម្មភាពអ្វីមួយមើលទៅខុសប្រក្រតីគេនឹងរាយការណ៍ភ្លាមតែបើសិនជាយើងមិនធ្វើឲ្យខុសទេក៏វាមិនមានចំណុចណាបញ្ហាកើតមកលើយើងដែរតែអាហ្នឹងវាស្ថិតលើខ្លួនយើងថាយើងចេះទិញទឹកចិត្តគេបានដែរអត់បើសិនជាអ្នកសង្កេតការណ៍ហ្នឹងគេជាមនុស្សត្រង់អាហ្នឹងវាអត់សូវជាបញ្ហាទេមូលហេតុអីមិនខ្ញុំនិយាយថាអ្នកសង្កេតការណ៍ជាមនុស្សត្រង់អត់បញ្ហាមនុស្សត្រង់នៅពេលដែលឃើញថាយើងធ្វើសកម្មភាពអ្វីមួយគាត់នឹងរាយការណ៍ជាក់ស្ដែងតែបើសិនជាបុគ្គលអ្នកស៊ើបអង្កេតហ្នឹងមិនមែនជាមនុស្សត្រង់ទេគេនិយាយថាយើងថាអាក្រក់តែមួយម៉ាត់អញ្ចឹងគឺយើងហ្នឹងនឹងចប់ហើយល្អឬអាក្រក់វាស្ថិតលើផ្នែករបស់អ្នកសង្កេតការណ៍ហ្នឹងគេទៅរាយការណ៍ព្រោះថ្នាក់ដឹកនាំគេរំពឹងតែអ្នកសង្កេតការណ៍ហ្នឹងទេគេមិនចំណាយពេលមកអង្គុយមើលយើងឬក៏មានកំណត់អីគិតមកលើយើងអញ្ញៃទេតែអ្នករាយការណ៍និយាយថាអាក្រក់គឺអាក្រក់ថាល្អគឺល្អអញ្ចឹងបើសិនជាយើងចេះទិញទឹកចិត្តគេឬក៏យើងចេះលួងលោមគេយើងប្រើវិធីសាស្ត្រផ្សេងៗឲ្យគេមានអារម្មណ៍ថាគេមានទំនុកចិត្តលើយើងគេគិតថាយើងជាមនុស្សល្អអាហ្នឹងគឺជាចំណុចមួយដែលយើងគួរតែធ្វើយើងអាចប្រើវិធីសាស្ត្រហ្នឹងនៅក្នុងការងារដែលយើងបំពេញជាក់ស្ដែងបាននៅក្នុងសង្គមសប្តាហ៍ថ្ងៃនេះការដែលយើងមានអ្នកសង្កេតការណ៍ឥឡូវដូចថាយើងជាបុគ្គលិកធម្មតាអញ្ចឹងយើងមានមេមួយផ្នែកនៅលើតំណែងរបស់យើងអញ្ចឹងគឺគ្រប់សកម្មភាពរបស់គាត់គឺគាត់តែងតែសង្កេតមើលនិងវាតម្លៃយើងចំណិចគាត់នឹងរាយការណ៍ប្រាប់ទៅមេរបស់គាត់នៅថ្នាក់លើរបស់យើងដែលជាតកែអញ្ចឹងទៅហើយបើសិនជាយើងជាបុគ្គលិកមួយដែលល្អអាហ្នឹងគាត់នឹងនិយាយថាល្អតែបើសិនជាយើងបុគ្គលិកដែលមិនសូវល្អគាត់នឹងរាយការណ៍ប្រាប់ទៅមេទៅគេនឹងបញ្ឈប់ការងារយើងភ្លាមៗតែបើសិនជាយើងចេះវិធីសាស្ត្រទិញទឹកចិត្តរបស់គេយើងធ្វើល្អដាក់គេយើងនិយាយពីការងាររបស់យើងត្រូវធ្វើបែបម៉េចឬមាន plan បែបណាហើយយើងមានវិធីសាស្ត្រដោះស្រាយពីបញ្ហាផ្សេងៗបានអាហ្នឹងក៏វាជាការវិតម្លៃមួយរបស់អ្នកស៊ើបអង្កេតដែល
ចាំរីកាទៅថ្នាក់លើរបស់យើងបានដែរហើយក៏វាជាចំណុចមួយដែលរួចខ្លួនបានផងដែរស្ថិតលើការដោះស្រាយហ្នឹងវាមានវិធីសាស្ត្រជាច្រើនដែលយើងគួរតែរៀនសូត្របន្ថែមតាក់ទងជាមួយនឹងដំណោះស្រាយផ្សេងៗអញ្ចឹងនៅក្នុងរង្វង់ការងារវាក៏វាជាចំណុចមួយដ៏គ្រោះថ្នាក់ហើយព្រោះពេលខ្លះយើងធ្វើការស៊ីលុយប្រាក់ខែគេមែនតែក៏វានៅក្នុងស្ថិតនៅក្នុងការប្រកួតប្រជែងជាមួយនឹងបុគ្គលិកតំណែងដូចគ្នាដែរព្រោះយើងមិនអាចថាប្រកបចិត្តរបស់គេបានទេនៅពេលដែលយើងគិតថាយើងធ្វើការបានល្អអ្នកជំនាញខ្លួនយើងក៏គេមិនសូវសប្បាយចិត្តជាមួយនឹងយើងដែរនៅពេលដែលយើងមានភាពលេចធ្លោជាងគេអញ្ចឹងក៏អាចបង្កជាបញ្ហាដូចជាការចាក់រោគការនិយាយឆ្លៀននេះគ្នាទៅវិញទៅមកអញ្ចឹងតែបើសិនជាយើងចេះមានវិធីដោះស្រាយជាសម្របសម្រួលជាមួយនឹងអ្នកក្រុមការងារជុំវិញខ្លួនយើងបានហ្នឹងក៏វាជាចំណុចមួយដែលល្អហើយសម្រាប់យើងគួរតែធ្វើដែរដើម្បីរក្សាតំណែងនិងការងាររបស់យើងតទៅមុខទៀតបានមនុស្សម្នាក់ៗដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនយើងត្រូវតែពុះពៀគ្រប់ឧបសគ្គយើងមិនមែនចេះតែធ្វើការងារណាតែមួយឆាវឬក៏យើងប្រើវិធីសាស្ត្រផ្សេងៗតែមកពេលវាអាចដោះស្រាយបានទេវាត្រូវការពេលវេលាការរៀនសូត្រហើយការយល់ដឹងរបស់យើងដែរទើបយើងអាចឈរជើងបានយូរហើយបើខ្ញុំនិយាយពីសឿមចាវដែលសឿមអ៊ីមិនបានប្រាប់ពីជីងស៊ូថាមកសឿអង្កេតហ្នឹងកាត់ទៅបើសិនជាសឿមអ៊ីពិតជាមិនបាននិយាយខ្សឹបខ្សួរប្រាប់ទៅកូនគាត់ថាជីងស៊ូហ្នឹងមកដើម្បីស៊ើបការមែនអាហ្នឹងក៏វាជាចំណុចមួយដែលល្អដែរប្រសិនបើជាសឿមចាវដឹងគាត់នឹងប្រើសកម្មភាពផ្សេងនៅពេលដែលគាត់និយាយមកជីងស៊ូគាត់នឹងប្រយ័ត្នជាងមុនអញ្ចឹងវាធ្វើឲ្យជីងស៊ូហ្នឹងមានការឆ្ងល់ឬក៏មានការសង្ស័យដែរតែបើសិនជាសឿមចាវហ្នឹងធ្វើដូចជាមិនដឹងឬក៏មិនបានដឹងពិតមែនអញ្ចឹងនៅពេលដែលគាត់និយាយពីអ្វីដែលគាត់ចង់និយាយជាមួយឪពុកគាត់អញ្ចឹងជីងស៊ូនឹងអាចមើលឃើញពីសកម្មភាពថាកូនរបស់គាត់មានកំណត់បែបនេះប៉ុន្តែឪរបស់គាត់មានកំណត់បែបផ្សេងអញ្ចឹងវាធ្វើឲ្យនៅពេលដែលយើងសម្ដែងយើងត្រូវតែឲ្យមានអ្នកគេមើលបើយើងសម្ដែងល្ខោននេះយើងត្រូវតែឲ្យមានអ្នកមើលអញ្ចឹងបើមានមនុស្សម្នាក់ដែលមានចិត្តប្រឆាំងហើយបើយើងជាឪពុកយើងប្រាប់ថាយើងមិនប្រឆាំងអាហ្នឹងក៏វាជាចំណុចមួយដែលស្របដែរអញ្ចឹងជីងស៊ូហ្នឹងក៏មានកំណត់ផ្សេងទៅតាមនោះដែរបើសិនបើពីអ្នកឲ្យកូនហ្នឹងពិតជាដឹងពិតមែនគាត់តែងតែនិយាយរឿងអីមួយខ្សឹបខ្សួរអញ្ចឹងជីងស៊ូតែងតែកាន់តែចង់តាមដានតែងតែចង់ឃ្លាំមើលបន្ថែមទៀតតែបើសិនជាពីអ្នកឪពុកកូនហ្នឹងសម្ដែងថាមិនដឹងអីចឹងទៅអញ្ចឹងជីងស៊ូហ្នឹងក៏អត់សូវចាប់អារម្មណ៍ដែរនៅពេលដែលឃើញឪពុកកូនពីរនាក់ហ្នឹងនិយាយរឿងសម្ងាត់អីក៏គាត់អត់សូវខ្វល់ដែរអញ្ចឹងក៏ជាចំណុចមួយដែលបង្វែរដានរបស់អ្នកស៊ើបអង្កេតដែរសម្រាប់អេពីសូតនេះខ្ញុំអាចនិយាយបានដល់ប៉ុណ្្នេះទេប្រហែលជាខ្ញុំលើកទៅថែភាគ2មួយទៀតអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like និងចុច subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗរបស់ខ្ញុំទៀតជីងស៊ូនៅពេលដែលសកម្មការងារដែលស៊ើបអង្កេតបន្ថែមនោះគឺមិនមែនចំនួនឆៅ2ទេគឺចំនួនឆៅយួយនិងឆៅសួងការដែលស៊ើបអ៊ីនៅក្នុងចំនួនឆៅ2ស៊ើបអ៊ីគឺអត់ហ៊ានបញ្ចេញសកម្មភាពឬក៏អត់ហ៊ានបញ្ចេញបំណងក្បត់របស់គាត់ទេគឺអ្វីដែលគាត់ស្នើសុំគឺគាត់ចង់ចេញទៅប្រយុទ្ធហើយនឹងចង់ប្រើប្រាស់សិទ្ធិកាន់ទ័ពក្រោយពីការស៊ើបអង្កេតរបស់ឆៅភីហ្នឹងមើលទៅគាត់គិតថាมันអាចមើលចិត្តរបស់ស៊ើបអ៊ីធ្លុះបានអញ្ចឹងគាត់មានតែជំរើសមួយគាត់តម្លាក់ស្អីស្អាតម្នាក់ឲ្យទៅស៊ើបអ៊ីតតែម្ដងដើម្បីខ្លុំមើលសកម្មភាពរបស់ស៊ើបអ៊ីផ្សេងៗដែលគាត់មានបំណងធ្វើអ្វីឬក៏គាត់ពិភាក្សាជាមួយនឹងកូនចៅរបស់គាត់អីផ្សេងៗហ្នឹងគឺឲ្យជីងស៊ូហ្នឹងអ្នកស៊ើបការរបស់គាត់តែសម្រាប់ទស្សនៈខ្ញុំខ្ញុំគិតថាឆាភីធ្វើបែបនេះគឺជាកំហុសមួយដ៏ធំសម្រាប់គាត់ដែរព្រោះអ្វីដែលគាត់ធ្វើនេះគឺគាត់ពឹងផ្អែកទាំងស្រុងទៅលើភ្នែករបស់អ្នកដទៃតែម្ដងគាត់មិនមែនពឹងផ្អែកទៅលើសមត្ថភាពរបស់គាត់ក្នុងការប្រើប្រាស់មន្ត្រីឬក៏ការមើលមនុស្សនោះទេព្រោះស៊ឺមអ៊ីគឺជាមនុស្សឆ្លាតអ្នកនរគ្នាបានដឹងស្រាប់ហើយថាស៊ឺមអ៊ីគឺមានល្បិចកលច្រើននៅពេលដែលគាត់បានដឹងថាមានអ្នកស៊ើបអង្កេតមកជុំចិត្តខ្លួនរបស់គាត់នោះគឺវាជាវត្ថុមួយដែលល្អសម្រាប់គាត់ឬក៏ជាចំណុចពិសេសមួយសម្រាប់គាត់ដែរអញ្ចឹងទៅធ្វើឲ្យស៊ឺមីបានកេងចំណេញផលប្រយោជន៍ពីជីងស៊ូនេះបានច្រើនមែនទែនអ្វីដែលគាត់ចង់បានគឺចង់បានអ្នកដែលសង្កេតការនៅចិត្តខ្លួនគាត់ផ្ទាល់នឹងឯងព្រោះគាត់មិនចង់ឲ្យអ្នកក្រៅផ្សេងទៀតឬក៏
បងប្អូនសាច់ញាតិរបស់តកូលឆៅហ្នឹងមកតាមដានកូននោះទេអញ្ចឹងប្រកបជាគ្រោះថ្នាក់អញ្ចឹងបើសិនយកមនុស្សបុគ្គលផ្សេងដែលជាមនុស្សស្រីយកមកឲ្យគាត់នោះគឺជាចំណុចមួយដែលល្អគាត់តែគាត់ព្យាយាមទិញទឹកចិត្តរបស់គេឬក៏គាត់បង្ហាញសកម្មភាពផ្សេងៗដែលល្អតាក់ទងជាមួយគាត់បំរើនគរអួយហ្នឹងអញ្ចឹងវាធ្វើឲ្យគាត់អាចជៀសផុតពីបញ្ហាទាំងអស់ហ្នឹងបានអ្នកទាំងអស់គ្នាត្រូវចាំថាអ្នកសង្កេតការណ៍នៅខាងក្នុងល្អជាងអ្នកសង្កេតការណ៍នៅខាងក្រៅព្រោះអ្នកសង្កេតការណ៍នៅខាងក្នុងគេអាចមើលឃើញពីសកម្មភាពរបស់យើងទាំងអស់ហើយនឹងពាក្យសម្ដីដែលយើងពិភាក្សាជាមួយនឹងមនុស្សជុំវិញខ្លួនបានទាំងអស់តែបើសិនជាអ្នកសង្កេតការណ៍នៅខាងក្រៅគេគ្រាន់តែសម្លឹងមើលហើយក៏នឹងគេវិនិច្ឆ័យទេបើសិនជាយើងប្រើកាយវិការណាមិនទំលងគេនឹងម៉ែថាយើងជាបុគ្គលម្នាក់ដែលមានគោលគំនិតមិនល្អហើយតែបើសិនជាយើងធ្វើកាយវិការល្អគឺគេមិនប្រកាសថាយើងកំពុងតែព្យាយាមធ្វើល្អដាក់គេដែរគេគិតថាយើងនឹងធ្វើពុតអីផ្សេងៗហើយតែតងជាមួយនឹងពាក្យចចាមអារាមក៏មានហានិភ័យគ្រោះថ្នាក់សម្រាប់ខ្លួនឯងដែរសម្រាប់ខ្ញុំគិតថាស៊ឺមីគ្រោះថ្នាក់ជាងគេគឺនៅក្នុងចំនួនឆៅយួយឆៅសួងយើងមិននិយាយទេព្រោះឆៅសួងមិនចេញវគ្គខ្លីទេហើយក៏តពីឆៅយួយដែរអញ្ចឹងគឺគាត់មិនសូវជាបដោតជាមួយនឹងស៊ឺមីប្រហែលទេប៉ុន្តែគាត់ក៏ប្រយ័ត្នដែរតែចំណុចដែលគ្រោះថ្នាក់សម្រាប់ស៊ឺមីនោះគឺឆៅយួយនោះឯងបន្ទាប់ពីឆៅភីបានស្លាប់ទៅឆៅយួយគឺមិនសូវចង់ប្រើប្រាស់ស៊ឺមីប្រហែលទេគឺគាត់ទុកចោលស៊ឺមីតែម្ដងប៉ុន្តែដោយសារតែតលតម្រេះពេលដែលជូកលៀងលើកតបមកប្រឆាំងជាមួយនឹងនគរអួយអញ្ចឹងគឺអត់មានបុគ្គលណាដែលមានសមត្ថភាពទប់ទល់ជាមួយនឹងជូកលៀងទេព្រោះសាច់ញាតិរបស់ឆៅយួយហ្នឹងដែលជាតកូលឆាហ្នឹងគឺមិនសូវអ្នកណាគេមានសមត្ថភាពទប់ទល់ជាមួយនឹងជូកលៀងទេព្រោះមួយបានតែអួតឬក៏ប្រើយុទ្ធសាស្ត្រកប៉ិកកប៉ុកទៅទប់ទល់ជាមួយនឹងជូកលៀងទេតែមានស៊ឺមីទេអានិយាយបានថាការនោះគឺមន្ត្រីទាំងអស់មិនមែនថាស៊ឺមីពិតជាមនុស្សដែលខ្លាំងទេប៉ុន្តែគេដឹងថាស៊ឺមីគឺជាមនុស្សដែលមានល្បិចកលច្រើនអញ្ចឹងគេគិតថាស៊ឺមីអាចមានវិធីទប់ទល់ជាមួយនឹងជូកលៀងបានក្រៅពីស៊ឺមីនឹងអាចមានមនុស្សដែលមានចំណេះដឹងឬក៏អ្នកអាចមានវិធីសាស្ត្រច្រើនសម្រាប់ទប់ទល់នឹងបញ្ហាសង្គ្រាមនឹងប៉ុន្តែឆៅយួយគឺមិនចូលចិត្តប្រើអ្នកដទៃក្រៅពីសាច់ឯងនោះទេអញ្ចឹងគឺគាត់អត់សូវបង្កើតធនធានអ្នកដែលមានសមត្ថភាពផ្សេងៗមកចូលរួមក្នុងធ្វើមន្ត្រីសម្រាប់លើកស្ទួយនគររបស់គាត់ទេគឺគាត់ប្រើតែសញ្ញារបស់ខ្លួនឯងអញ្ចឹងដល់ពេលដែលតតម្រេះគឺមានស៊ឺមីនឹងឯងដែលគេចង់យកមកប្រើភ្លាមនៅពេលដែលយកស៊ឺមីចេញទៅអាចទប់ទល់ជាមួយនឹងជូកលៀងបានដោះស្រាយបញ្ហាបានគេក៏ដកស៊ឺមីចេញទៅហើយនៅពេលដែលមានបញ្ហាក៏យកស៊ឺមីមកវិញហើយឆៅយួយហ្នឹងក៏ព្យាយាមចង់សម្លាប់ស៊ឺមីជាច្រើនដងដែរប៉ុន្តែដោយសារតែកសែភ្នែកការខ្លងមើលរបស់ជីងស៊ូនឹងឯងទើបធ្វើឲ្យឆៅយួយទុនចិត្តមិនចង់សម្លាប់ស៊ឺមីព្រោះស៊ឺមីអាចមានផលប្រយោជន៍ប្រើនៅពេលក្រោយព្រោះសង្គ្រាមមិនទាន់ចប់អញ្ចឹងគឺបញ្ហាផ្សេងៗវានៅតែមានអញ្ចឹងគាត់ទុកទៅក៏ជាជំរើសមួយដែលល្អសម្រាប់គាត់ទុកប្រើប្រាស់នៅពេលក្រោយដែរអញ្ចឹងបានស៊ឺមីមានផលប្រយោជន៍ពីជីងស៊ូបានច្រើនមែនទែនរួចផុតពីការស្លាប់បានច្រើនដងមែនទែនហើយចំនួនឆៅយួយហ្នឹងក៏ធ្វើឲ្យស៊ឺមីចងគំនុំខ្លាំងជាងមុនជាងចំនួនឆៅភេទៅទៀតអញ្ចឹងដល់ពេលដែលឆៅសួងបន្តគ្រងតំណែងពីឆៅយួយហ្នឹងក៏ធ្វើឲ្យស៊ឺមីកាន់តែមានបំណងខ្លាំងតែម្ដងអញ្ចឹងដល់ពេលដែលគាត់អាងថាជីងស៊ូកំពុងតែសង្កេតការគាត់ធ្វើឲ្យឆៅសួងហ្នឹងមិនចាប់អារម្មណ៍ពីគាត់អីនៅពេលដែលឆៅសួងហ្នឹងបានលើកតបទៅក្រៅដើម្បីធ្វើពិធីបន់អីផ្សេងៗហ្នឹងអញ្ចឹងធ្វើឲ្យស៊ឺមីមានឱកាសវាសង្គ្រប់ទៅក្នុងនគរតែម្ដងធ្វើការបាក់បោកខ្នាតធំតែម្ដងការដែលយើងមើលរឿងសាមកុកនេះវាពិតជាមានប្រយោជន៍ច្រើនមែនទែនបើសិនបើយើងមិនគ្រាន់តែមើលក្នុងការកំសាន្តទេបែបបើសិនជាយើងព្យាយាមមើលឲ្យលម្អិតពីល្បិចកលឬក៏ការប្រើប្រាស់មធ្យោបាយផ្សេងៗវាអាចបង្កើតជាមេរៀនសម្រាប់យើងបានច្រើនមែនទែនអញ្ចឹងមិនខ្ញុំចង់លើកតួអង្គក្នុងរឿងសាមកុកនេះមកបង្ហាញប្រាប់អ្នកទាំងអស់គ្នាពីល្បិចកលរបស់គាត់អញ្ចឹងយើងអាចសិក្សាពីតួអង្គហ្នឹងទៅយើងអាចវិនិច្ឆ័យថាតួអង្គណាដែលល្អសម្រាប់អ្នកទាំងអស់គ្នាយើងអាចកេងចំណេញយកអផលប្រយោជន៍របស់តួអង្គហ្នឹងយកមកប្រើប្រាស់ក្នុងសង្គមឬក៏នៅក្នុងការងាររបស់យើងបានមិនថាក្នុងតួអង្គ
ប្រភេទណាទេនៅក្នុងតួអង្គក្នុងរឿងសាមកុកហ្នឹងយើងក៏អាចយកចំណុចពិសេសរបស់គាត់ដែលល្អយកមកប្រើប្រាស់បានដែរទាំងចំណុចល្អហើយនិងចំណុចអាក្រក់យើងអាចប្រើបានទាំងអស់ព្រោះយើងការរស់នៅរបស់យើងនេះមិនមែនថាយើងត្រូវតែធ្វើល្អគ្រប់ពេលវេលានោះទេពេលខ្លះយើងគួរតែធ្វើអាក្រក់ខ្លះទៅមិនមែនប្រកាសថាយើងត្រូវតែធ្វើល្អយើងបានផលទេហើយវាតាក់ទងជាមួយនឹងល្បិចកលវាមិនមែនថាការប្រើល្បិចវាធ្វើឲ្យយើងខ្លាចជាមនុស្សអាក្រក់នោះទេពេលខ្លះការប្រើល្បិចក៏វាជាចំណុចមួយដែលពិសេសសម្រាប់យើងដែរក្នុងការបំពេញការងារនៅពេលដែលយើងកំពុងតែមិនអាចដោះស្រាយពីបញ្ហាការងារណាមួយបានយើងអាចប្រើល្បិចកលសម្រាប់យើងទៅលួងរោមឬក៏យើងបោកប្រាស់អ្នកដទៃឲ្យជួយធ្វើការងារជំនួសយើងអីផ្សេងៗបានទៅអាហ្នឹងក៏វាជាល្បិចកលមួយដែលអាចនិយាយមកថាបើសិនជាយើងគិតថាល្អយើងគិតថាល្អទៅបើសិនជាយើងគិតថាអាក្រក់ឬក៏យើងគិតថាអាត្មានិយមយើងមិនបាច់ធ្វើវាទេប៉ុន្តែបើសិនជាយើងកេងចំណេញពីល្បិចទាំងអស់ហ្នឹងបានអាហ្នឹងគឺជាផលប្រយោជន៍មួយសម្រាប់យើងប្រើប្រាស់វាដែរព្រោះមនុស្សគ្រប់គ្នាមិនមែនចេះតែល្អដាក់យើងទាំងអស់នោះទេពេលខ្លះមនុស្សល្អចំពោះយើងដែលយើងគិតថាគេល្អបំផុតចំពោះយើងក៏គេធ្លាប់ធ្វើអាក្រក់ដាក់យើងដែរអញ្ចឹងយើងការដែលយើងចេះទប់ទល់ស្ថានភាពណាផ្សេងយើងអាចចេះមើលពីអត្តចរិតរបស់មនុស្សអានឹងគឺជាចំណុចពិសេសរបស់យើងហើយអញ្ចឹងបើសិនជាយើងមានទេពកោសល្យទាំងអស់ហ្នឹងយើងគួរតែប្រើប្រាស់ឲ្យបានល្អហើយយើងអ្វីដែលយើងអាចចែករំលែកទៅដល់អ្នកដទៃផ្សេងបានទៀតអានឹងគឺជាផលប្រយោជន៍មួយរួមដែរព្រោះយើងធ្វើការក្នុងទំនាក់ទំនងយើងត្រូវការទំនាក់ទំនងអញ្ចឹងបើសិនជាយើងធ្វើការតែឯងយើងមានទំនាក់ទំនងទេអានឹងក៏វាជាហានិភ័យសម្រាប់យើងដែរនៅពេលដែលយើងជោគជ័យក៏មានក្រុមការងារនៅពេលដែលយើងបរាជ័យគឺយើងមានក្រុមការងារអញ្ចឹងយើងទៅធ្វើអីមួយគឺយើងអត់ចេះស្គាល់ពីបញ្ហាទាំងអស់ហ្នឹងទេក្នុងមេរៀនជីវិតវាអាចធ្វើឲ្យយើងជួបរឿងណាដែលយើងមិនគួរជួបហើយរឿងណាដែលយើងគួរជួបយើងត្រូវតែជួបអញ្ចឹងសម្រាប់តួអង្គក្នុងរឿងបុរាណគេអាចបង្ហាញមកយើងគេអាចឲ្យយើងមើលថាចំណុចណាដែលខ្វះខាតចំណុចណាដែលយើងមិនគួរធ្វើយើងរៀនសូត្រតាមទៅអញ្ចឹងពេលខ្លះក្នុងតួអង្គហ្នឹងធ្វើចំណុចមួយហ្នឹងខុសបើសិនជាយើងធ្វើតាមគេវាអាចនឹងខុសដូចគ្នាអញ្ចឹងបើសិនជាតួអង្គមួយហ្នឹងធ្វើអ្វីមួយដែលត្រូវយើងសាកធ្វើតាមគេទៅវាអាចជាផលប្រយោជន៍សម្រាប់យើងអាចធ្វើអ្វីមួយបានជោគជ័យបានផងដែរហើយអ្នកទាំងអស់គ្នាកុំភ្លេចឲ្យតម្លៃលើការរៀនសូត្រព្រោះការរៀនសូត្រពិតជាសំខាន់មែនទែនពេលខ្លះយើងអាចនិយាយបានថារៀនសូត្រវាមិនអាចបានលុយមកឲ្យយើងទេវាមានតែចំណាយលុយយើងទៅរៀនសូត្រប៉ុន្តែយើងត្រូវកេងចំណេញពីការរៀនសូត្ររបស់យើងមកបង្កើតលុយមកវិញព្រោះបើសិនជាយើងមានចំណេះដឹងទូលំទូលាយយើងអាចដឹងពីស្ថានភាពយើងអាចដឹងថាយើងគួរតែធ្វើអ្វីមួយចំពោះមុខនោះអញ្ចឹងយើងអាចទទួលបានភាគរយជោគជ័យច្រើនចំពោះនៅពេលដែលយើងចំណាយលុយទៅការរៀនសូត្រទាំងអស់ហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាផងអេពីសូតនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាអាចកេងចំណេញយកផលប្រយោជន៍ពីការនិយាយរបស់ខ្ញុំបានច្រើនហើយអរគុណអ្នកទាំងអស់គ្នាផងកុំភ្លេចជួយចុច like ឬក៏ចុច subscribe ម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ See you guys peace out